បាទជំរាបសួរបងប្អូនថ្ងៃនេះចាញ់លេខជាចំណីចាក់ខុកបងប្អូនណាជាចំណីចាក់ខុកឲ្យបងប្អូនបានទស្សនាកំសាន្តបាទទីបទូអង្គ3ហ៊ុនណា3ហ៊ុនបាទ3ហ៊ុនមកទឹក3តាន់មាត់ក្អមបងប្អូនណាបាទតាន់មាត់ក្អមប្រវត្តិទូអង្គជំនេះជ្រូកពណ៌សបងប្អូនណាជ្រូកពណ៌សបាទជ្រូកពណ៌សទម្ងន់ចូល300គីឡូបងប្អូនណាបាទតាន់ពឹសទៅហ្នឹងហើយបងប្អូនបាទមកនិយាយតាន់មកទឹកបន្តិចអញ្ចឹងណាបងប្អូនបាទ13វាតាន់មកទឹកមួយហ៊ុននៃ2ហ៊ុនលើនេះចាក់ខ្លក់ទៅហ្នឹងអញ្ចឹងណាបងប្អូនបាទអញ្ចឹងសម្រាប់ការឆ្លាញ់គ្រាន់ចែកលើបងប្អូនបានទស្សនាកំសាន្តអញ្ចឹងណាបងប្អូនបាទហើយអង្គនេះអង្គខឹកបាក់ក្នុងធៀមមកទឹកមួយហ៊ុននេះអញ្ចឹងណាបងប្អូនតាន់ប៉ែអង្គកាច់ខឹកបាក់ក្នុងធៀមហ្នឹងណាបាទប្រវត្តិអង្គនេះបោះមេរងវរៈនៅខាងទឹកដីបាត់ដំបងណាដីបាត់ដំបងសំឡូតរងវរៈអញ្ចឹងណាបងប្អូនបាទហើយអង្គនេះទឹកដីខេត្តកោះកុងបាទថ្មបាំងទឹកបាក់ក្នុងគៀមបាទប្រវត្តិអង្គពីរអង្គនេះបាញ់អត់ចេញនឹងគ្នាអញ្ចឹងណាបងប្អូនអញ្ចឹងសម្រាប់ជំនឿរបស់ខ្មែរយើងបាទជំនឿរបស់ខ្មែរហើយទូអង្គជារបស់ខ្មែរអញ្ចឹងណាបងប្អូនជំនឿសពថ្ងៃនេះជំនឿរបស់ដូនតាប៉ុន្តែការគោរពគឺរបស់ក្រៅស្រុកភាគច្រើនអញ្ចឹងណាបងប្អូនភាគច្រើនបាទជំនឿរបស់ដូនតាប៉ុន្តែទូអង្គការយកនាំចូលរបស់ក្រៅស្រុកយកមកគោរពអានេះជាសិទ្ធិបញ្ញត្តិរបស់បងប្អូនផ្សេងគ្នាអញ្ចឹងណាបងប្អូនតែរបស់ខ្មែរវាថ្លៃតម្លៃថ្លៃតែគុណភាពមានអញ្ចឹងណាបងប្អូនបាទអញ្ចឹងបងប្អូនខ្លះគាត់គោរពក៏របស់ធូរថ្លៃអញ្ចឹងណាបងប្អូនបាទអញ្ចឹងបានរបស់ធូរថ្លៃអត់សូវមានលុយមានកាក់បាទប៉ុន្តែបងប្អូនគោរពបានទូស្គាល់ណាតែបើឲ្យថាខ្លាំងពូកែស័ក្តិសិទ្ធិអត់ទេมันអាចជួយអ្វីយើងបានទេជំនឿនេះមួយមិនចេះតែគោរពទេបងប្អូនបាទជំនឿនេះមួយបើសិនជាយើងដើរខុសផ្លូវវានឹងអស់ទាំងលុយខាតបង់នឹងទ្រព្យសម្បត្តិអ្វីផ្សេងនឹងពេលវេលាទាំងកម្លាំងទាំងយុទ្ធជារបស់យើងអញ្ចឹងណាបងប្អូនបាទអញ្ចឹងបងប្អូនមុននឹងសិក្សាជាអ្វីធ្វើអ្វីមួយគិតឲ្យបានច្បាស់របស់ខ្លះ10ខ្សែរមួយល្អមិនឃើញអញ្ចឹងណាបងប្អូនបាទ10ខ្សែរមួយល្អមិនឃើញហើយសួរថាបន្ទោសអ្នកណាបងប្អូនណាបន្ទោសអ្នកណាទី1ខ្លួនឯងមានជំនឿដែរតែគ្រាន់តែការគោរពក្នុងចិត្តមិនសូវច្បាស់របស់សុទ្ធថាមិនសុទ្ធរបស់អត់សុទ្ធគេនិយាយថាសុទ្ធជឿគេក៏ជឿតាមគេបាទក៏អស់លងខ្លួនអស់លុយអញ្ចឹងអ្វីគឺបានបាត់បង់ទៅហើយអញ្ចឹងប៉ុណ្ណាយើងមិនអាចត្រឡប់ទាញយកមកវិញបានទេអញ្ចឹងប៉ុណ្ណាអ្វីដែលបានទៅហើយគឺយើងមិនអាចទាញមកបានទេមិនអាចដោះដូរបានទេរបស់នៅយើងលុយក្នុងគេអញ្ចឹងណាបងប្អូនអញ្ចឹងបងប្អូនត្រូវពិចារណាមែនតើខ្ញុំក៏ចែកម្លែកនេះមិនទៅថាអីទេគាត់ថាយើងជាខ្មែរយើងត្រូវគោរពរបស់ខ្មែរអីសួរថារកមិនដើម្បីបានរបស់ខ្មែរយើងរៀនមើលហ្នឹងកុំឲ្យគេបោកដែរតែគេបោកយើងដែរយើងទៅជាមនុស្សមួយដែលគេហៅថាអន់បំផុតហើយអញ្ចឹងណាបងប្អូនយើងធ្វើជាមនុស្សកុំឲ្យអន់បំផុតអន់ដែរវាមានម្ដងពីរដងវាអន់ណាដោយសារយើងចាញ់បោកគេទៅគេថាយើងជាមនុស្សអន់តែបើចាញ់បោកពីថ្ងៃដែលចេះស្រឡាញ់រហូតដល់យើងស្លាប់ទៅយើងចាញ់បោកគេរហូតជីវិតយើងស្មើ0ហើយអញ្ចឹងណាបងប្អូននេះគ្រាន់តែចង់ចែកម្លែកបងប្អូនដឹងរបស់ខ្មែរនេះជារបស់ខ្ញុំគោរពបាទអញ្ចឹងណាបងប្អូនបាទបងប្អូនខ្លះអត់ស្គាល់អូថាខ្នាយអីក៏វែងធំអីចឹងបាទរបស់វាមានវែងមានខ្លីអញ្ចឹងណាបងប្អូនខ្នាយកាច់វាខ្លីបុកជាប់ដើមឈើវាខ្លីទេតែអង្គនេះវាខឹកបាក់ក្នុងធៀមអញ្ចឹងវែងអញ្ចឹងណាបងប្អូនខឹកបាក់ក្នុងធៀមបាទប្រវត្តិបាញ់អត់ឆេះអង្គនេះជ្រូកពណ៌សជាប់អន្ទាក់ទេបងណាបាទជាប់អន្ទាក់ទេតែបាញ់វាមិនចេញដែរបាទពទា3ហ៊ុនបាទបើយើងបោះឲ្យស្រួលចូលមកទឹក3បាទបន្តិចស្ទើរបន្តិចប៉ុន្តែយើងថា13ចុះចឹងណាបងប្អូនបាទអញ្ចឹងការស្រឡាញ់មួយនេះតើហ៊ានលះបង់អស់ទាំងលុយបាទតែយើងបានរបស់ពិតអញ្ចឹងណាបងណាបានរបស់ពិតរបស់សុទ្ធដែលមានគុណភាពបាទលុយយើងរកបានទេបងណាតែរបស់ល្អយើងបាក់រកអញ្ចឹងណាបងប្អូន
ចឹងខ្ញុំបានបារមីចែកតាន់ថ្ងៃតាន់ស្រុកវិញខេត្តពោធិ៍សាត់បាទចែកម្លែករបស់ពុតខ្មែរសុទ្ធ 100% បងប្អូនណានេះគ្រាន់ជាការចែកម្លែកឲ្យបងប្អូនបានស្គាល់ជារបស់ខ្មែររបស់ខ្ញុំគ្រប់មុនណាពាក់ស្លាស់គ្នាអញ្ចឹងបងប្អូនណាបាទចាំមើលព្រួយដៃបន្តិចអាចនឹងដាក់កងឈុតអញ្ចឹងណាបងប្អូនបាទអរគុណបងប្អូនមានលៀបមានជ័យបងប្អូនស្រឡាញ់អាចលេខលោកបានអង្គដែលខ្ញុំហោះមុនបងប្អូនណាមានធូរមានថ្លៃអញ្ចឹងណាបងប្អូនបាទមានមួយសេះ2សេះ3សេះ5សេះរហូតដល់តម្លៃ10សេះជាងអញ្ចឹងណាតាមគុណភាពតាមប្រវត្តិរបស់ទូអង្គអរគុណបងប្អូនមានលៀបមានជ័យសុខចម្រើនដល់គ្នាបាទលឺដល់ណាផ្ញើចិត្តនឹកដល់ហ្នឹងបងប្អូនណាបាទអរគុណច្រើនបាទ